ជំរាបសួរទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីវិលមកជួបសាជាថ្មីក្នុងកម្មវិធីហងមីព័ត៌មានម៉ោងទី 2 បាទសូមស្វាគមន៍ប្រិមិត្តយើងវិលមកជួបគ្នានៅម៉ោងទី 2 បាទសម្រាប់ម៉ោងទី 2 នេះគឺប្រិមិត្តបានជ្រាបហើយគឺថាខ្ញុំចាប់ផ្ដើមជាមួយនឹងសីឡារហូតដល់ម៉ោង 10 បាទជួនកាលអាចលើសបាទដោយសារតែយើងមានព័ត៌មានច្រើនត្រូវជម្រាបជូនទូទាំងអ្នកជនបើទោះបីប្រិមិត្តរបស់យើងខ្លះសំណូមពរថាលោកឧទ្យោឥឡូវពាណិជ្ជកម្មច្រើនណាស់ប៉ុន្តែខ្ញុំក៏ត្រូវដាក់ព័ត៌មានឲ្យបានច្រើនផងដែរដោយសារតែកម្មវិធីដែលរស់ទៅបានហ្នឹងគឺដោយសារតែនឹងហើយអញ្ចឹងក៏សូមអធិស្ឋានទៅទាំងអ្នកជនណាបាទមកធ្វើម៉េចបើខ្ញុំបានអានឹងហើយបានទៅមុខទៀតបានឲ្យបុគ្គលិករបស់ខ្ញុំដើរយកព័ត៌មានគ្រប់ទីកន្លែងបានបាទបើសិនអត់អានឹងទេទៅណាមួយទេបាទឥឡូវនេះបើទោះបីថាយើងរៀងជ្រេមកបន្តិចក៏ដោយប៉ុន្តែឥឡូវនេះយើងនឹងចាប់ផ្ដើមព័ត៌មានតែម្ដងទៅដើម្បីកុំឲ្យយឺតពេលបាទឥឡូវចាប់ដើមខាងខ្ញុំទេអត់ឲ្យខាងសេឡាទេដោយសារតែខ្ញុំនេះត្រូវបញ្ជូនសារដែលនយោបាយខ្លះៗដែលបានកើតឡើងនៅនីតិចុងក្រោយថាតើមានអ្វីកើតឡើងបាទអញ្ចឹងទូទាំងអ្នកជនបានជឿហើយថារយៈពេលប្រហែលថ្ងៃនេះគឺតំណាងពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកខាងសិទ្ធិមនុស្សបានមកទស្សនកិច្ចនៅកម្ពុជារយៈពេលប្រហែលថ្ងៃនេះបាទប៉ុន្តែកាលពីម្សិលមិញនេះគឺតំណាងពិសេសរូបនេះបានជួបជាមួយនឹងប្រមុខរដ្ឋាភិបាលសម្ដេចតេជោហ៊ុនសែននៅវិមាននៅទីស្តីការគណៈរដ្ឋមន្ត្រីបាទវិមានរបស់រដ្ឋាភិបាលបាទអញ្ចឹងក្នុងជំនួបនេះយើងឃើញថាបើទោះបីថាការជជែកច្រើនទៅលើបញ្ហានយោបាយដែលកំពុងជាប់គាំងហើយយើងឃើញថាការជជែកនេះនោះហាក់បីដូចជាធ្វើឲ្យគណៈបកនយោបាយទាំងពីរដែលកំពុងតែជាប់គាំងនេះគឺរំកិលខ្លួនចូលចិត្តគ្នាឡើងវិញបាទនេះជាការជំរុញបាទអញ្ចឹងជំនួបកាលពីម្សិលមិញទូទាំងជនបានដឹងខ្លះហើយខ្ញុំសូមជម្រាបឲ្យលម្អិតបន្ថែមទៀតបាទជំនួបពីម្សិលមិញនេះគឺខាងតំណាងពិសេសអង្គការសហប្រជាជាតិនឹងគឺបានលើកឡើងនៅ5ចំណុចសំខាន់បាទ5ចំណុចសំខាន់ហ្នឹងដែលបានដាក់នៅក្នុងរវាងវរៈដើម្បីជជែកជាមួយនឹងរដ្ឋាភិបាលបាទអញ្ចឹងចំណុចសំខាន់ទាំងអស់នោះគឺមាននៅក្នុងជំនួបហ្នឹងហើយប៉ុន្តែអ្វីដែលយើងចង់ដឹងថែមទៀតដែលប្រជាពលរដ្ឋរបស់យើងកំពុងតែទន្ទឹងរង់ចាំនោះគឺបញ្ហានយោបាយដែលជាប់គាំងបាទចំណុច5នោះគឺរួមមានទី1ពិនិត្យមើលស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាទី2តាមដានអនុសាសន៍ដែលខាងអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សកន្លងមកថាតើរដ្ឋាភិបាលទទួលយកនៅចំណុចណាខ្លះឬក៏ទទួលយកនៅចំណុចដែលសេសសល់បាទទី3ចង់ដឹងពីការកែតម្រង់ធំរបស់រដ្ឋាភិបាលដូចជាប្រព័ន្ធតុលាការសភាទី4ស្វែងយល់ពីជំហររបស់រដ្ឋាភិបាលពាក់ព័ន្ធនឹងការបង្កើតស្ថាប័នថ្នាក់ជាតិដែលទទួលបន្ទុកសិទ្ធិមនុស្សនិងទី5ការបារម្ភខ្លះរបស់អង្គការសិទ្ធិមនុស្សលើបញ្ហាភាពជាប់គាំងនយោបាយនៅកម្ពុជាបាទអញ្ចឹងក្នុងចំណុចទាំង5នេះគឺបានផ្ដើមចេញនៅចំណុចដែលចេញមួយគឺដើម្បីស្នើទៅខាងអង្គការសហប្រជាជាតិជាពិសេសគឺលោកសូរិយាសូបូឌីបាទដែលសម្ដេចតេជោហ៊ុនសែនបានជំរុញឲ្យសូរិយាសូបូឌីជំរុញឲ្យគណៈបកប្រឆាំងចូលសភាដើម្បីឲ្យការដោះស្រាយជំនួបពិសេសណាមួយនោះឲ្យដោះចេញនៅក្នុងសភាតែម្ដងបាទអញ្ចឹងមានតែជំនួបនៅក្នុងសភាមួយគត់ដែលអាចដោះស្រាយបញ្ហាដែលជាប់គាំងនេះបានបាទប៉ុន្តែខាងគណៈបកសង្គ្រោះជាតិលោកសំរងស៊ីឯនោះវិញបានបង្ហាញចំហតភ្លាមថាលោកស្វាគមន៍ចំពោះការជំរុញឲ្យមានជំនួបនៅក្នុងសភាបែបនេះប៉ុន្តែលោកនៅតែទាមទារតែ2ចំណុចដដែលគឺកំណែទម្រង់ការបោះឆ្នោតនិងការបោះឆ្នោតឡើងវិញបាទនេះខាងគណៈបកលោកសំគណៈបកសង្គ្រោះជាតិបានលើកឡើងអញ្ចឹងបាទអញ្ចឹងក្នុងជំនួបដ៏កម្ររវាងប្រមុខរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោហ៊ុនសែននិងលោកសូរិយាប្រាសាទស៊ូបូឌីអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិលោកសម្ដេចបានជំរុញឲ្យលោកសូរិយាស៊ូបូឌីជំរុញឲ្យគណៈបកប្រឆាំងចូលទៅប្រជុំសភាដើម្បីដោះស្រាយបញ្ចប់បញ្ហានានានៅក្នុងប្រទេសរបស់យើង
ការចូលប្រជុំសភានេះជាច្រកតែមួយគត់ដើម្បីទម្លុះភាពទាល់ច្រកនៃស្ថានភាពនយោបាយដែលបានជាប់គាំងនាបច្ចុប្បន្ននេះគណៈបកសង្គ្រោះជាតិបានស្វាគមន៍ចំពោះសំណើនេះប៉ុន្តែគណៈបកប្រឆាំងស្នើឲ្យការបោះឆ្នោតឡើងវិញនេះជាចំណុចរបស់គណៈបកប្រឆាំងដើម្បីដោះស្រាយបញ្ហាទាល់ច្រកនៃស្ថានភាពនយោបាយនៅកម្ពុជានាពេលបច្ចុប្បន្ននេះគឺមានតែការចូលរួមប្រជុំសភាពីសំណាក់គណៈបកប្រឆាំងតែប៉ុណ្ណោះទើបអាចបញ្ចប់បាននេះជាសំណើរបស់ប្រមុខរដ្ឋាភិបាលសម្ដេចតេជោហ៊ុនសែនទៅកាន់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិលោកសូយ៉ាប្រាសាទអេលស៊ូបឌីនៅក្នុងជំនួបប្រជុំកាលពីម្សិលមិញនៅទីស្តីការគណៈរដ្ឋមន្ត្រីបាទនេះជាជំនួបកាលពីម្សិលមិញបាទឆ្លើយតបទៅកាន់នឹងអ្នកសារព័ត៌មានអៃដាមអមយន្តទៀងកាលពីម្សិលមិញនេះបានលើកឡើងថាបញ្ហាទាំងអស់នេះទាល់តែគណៈបកសង្គ្រោះជាតិចូលរដ្ឋសភាព្រោះថាកំណែតម្រង់ការបោះឆ្នោតនឹងការដោះស្រាយបញ្ហានយោបាយនានានាពេលសប្តាហ៍នេះដែលត្រូវធ្វើចេញពីរដ្ឋសភាបាទអញ្ចឹងការកែតម្រង់ឯផ្សេងតើតែចូលសភាសិនទើបអាចកែតម្រង់បានឆ្លើយតបទៅនឹងសំណើរបស់សម្ដេចតេជោហ៊ុនសែនដែលបានស្នើសុំជំរុញឲ្យលោកសូយ៉ាសូបូឌីឲ្យគណៈបកចូលទៅក្នុងប្រជុំសភានេះត្រូវបានលោកសំរងស៊ីបានឆ្លើយតបភ្លាមថាលោកស្វាគមន៍ប៉ុន្តែគ្រាន់តែសុំឲ្យមានកំណែតម្រង់ការបោះឆ្នោតបាទនេះការលើកឡើងឥឡូវយើងឃើញថាចំណុចដែលនៅសល់នេះគឺនៅតិចតួចប៉ុណ្ណឹងទេប៉ុន្តែយ៉ាងណាក៏ដោយការស្នើសុំទៅអង្គការសហប្រជាជាតិឲ្យគណៈបកប្រឆាំងចូលទៅប្រជុំសភាដើម្បីដោះស្រាយបញ្ហានយោបាយនៅពេលបច្ចុប្បន្ននេះគឺជាបញ្ហាវិជ្ជមានមួយសម្រាប់ឲ្យរកច្រកមួយដើម្បីដោះស្រាយឲ្យចេញបាទនេះខ្ញុំចង់ជម្រាបប៉ុណ្ណឹងដោយសារតែជំនួបនេះដែលប្រជាពលរដ្ឋរបស់យើងកំពុងតែទន្ទឹងរង់ចាំថាតើការដោះស្រាយចំពោះវិបត្តិជាប់គាំងនេះអាចដោះស្រាយនៅពេលណាអញ្ចឹងបើទោះបីថាពេលនេះមិនទាន់ខិតជិតគ្នាយ៉ាងណាក៏ដោយប៉ុន្តែជំនួបដែលកាលពីម្សិលមិញដែលជំរុញឲ្យខាងតំណាងពិសេសអង្គការសហប្រជាជាតិដែលទទួលបន្ទុកសិទ្ធិនោះជំរុញឲ្យធ្វើយ៉ាងណាឲ្យជួយសម្របសម្រួលលើបញ្ហានេះដើម្បីបញ្ចប់អញ្ចឹងប្រមុខរដ្ឋាភិបាលសម្ដេចតេជោហ៊ុនសែនក៏ចង់បញ្ចប់បញ្ហានេះដែរព្រោះនេះជាបញ្ហាជាតិមិនមែនជាបញ្ហាចំពោះបុគ្គលណាម្នាក់ទេបាទអញ្ចឹងឥឡូវនេះយើងឃើញថាការងាកទៅរកគ្នាក៏ឃើញថាវាមានចរន្តខ្លះហើយអញ្ចឹងកាលពីប្រហែលថ្ងៃមុននេះដូចជាពាក្យចចាមអារាមថាគណៈបកនយោបាយទាំងពីរនឹងបានជួបគ្នាខ្លះហើយដើម្បីសម្របសម្រួលទៅលើបញ្ហាខ្លះប៉ុន្តែក៏នៅតែខាងតំណាងគណៈបកប្រជាជនកម្ពុជាក៏មិនទាន់បានបង្ហាញជាសាធារណៈឡើយទេគាត់ថាទីពាក្យចាមរាមហើយខាងគណៈបកសង្គ្រោះជាតិឯនោះក៏មិនទាន់បានបង្ហាញជាចំហដែរអញ្ចឹងនៅជាចំណុចសង្ស័យនៅឡើយហើយពាក្យចាមរាមថានឹងជួបគ្នានោះយើងក៏មិនទាន់ថាពិតឬយ៉ាងណានោះដែរបាទប៉ុន្តែខ្លះទៅតែអត់ទេគាត់ជួបគ្នាផ្ទៃក្នុងខ្លះហើយដើម្បីបញ្ចប់ប៉ុន្តែទោះបីជួបផ្ទៃក្នុងឬមិនផ្ទៃក្នុងប្រជាពលរដ្ឋរបស់យើងនៅតែបន្តតាមដានចង់ឲ្យអ្នកនយោបាយទាំងពីរនឹងបញ្ចប់បញ្ហាធ្វើការជាមួយគ្នានៅក្នុងរដ្ឋសភាបាទរួចហើយចង់ប្រឆាំងចង់ស្របចង់ទាញលើហេតុផលអីណាមួយសម្រាប់ជាតិទាំងអស់គ្នាអានឹងឲ្យទៅជែកនៅក្នុងសភាបាទនេះជាបំណងចង់បានរបស់ប្រជាពលរដ្ឋរបស់យើងទូទៅតែម្ដងបាទមិនចង់ឃើញអ្នកនយោបាយខ្មែរទាំងពីរបែកបាក់គ្នាទេបាទទោះបីយ៉ាងណាក៏ដោយយើងសង្ឃឹមថាការផ្សះផ្សាគ្នាឡើងវិញនឹងអាចកើតឡើងនៅពេលខាងមុខដ៏ខ្លីនេះបាទនេះជាសារខ្លីៗខ្លះថាតាក់ទងបញ្ហានយោបាយនៅកម្ពុជារបស់យើងបាទឥឡូវនេះខ្ញុំបញ្ចប់រឿងនឹងប៉ុណ្ណឹងរួចហើយខ្ញុំបកគលតួនាទីរឿងផ្សេងទៀតទៅឲ្យខាងសេឡាតាក់ទងបញ្ហាសង្គមយើងវិញបាទពីព្រោះសារនយោបាយសុំខ្លីប៉ុណ្ណឹងបានណាបាទតោះអរគុណឥឡូវយើងងាកមករឿងករណីដែលកើតឡើងយប់មិញចាគឺមានច្រើនករណីខ្លាំងណាស់ចាហើយនៅក្នុងរឿងដំបូងនេះគឺជាករណីដែលចូលក្លឹបចេញមកវិញគឺវាយប្លន់យកម៉ូតូអស់មួយគ្រឿងបាត់ប្រាក់និងគ្រឿងអលង្ការមួយចំនួន
យុវជនមួយក្រុមនឹងចូលក្លឹបរំលេងស្រាប់តែមានជនបង្កម្នាក់ដើរទៅវាយមួយដៃលុះដល់ម៉ោងត្រឡប់ទៅផ្ទះវិញស្រាប់តែជនបង្កទូរស័ព្ទហៅបាក់ពួកជាង20នាក់មកព្រួតវាយជនរងគ្រោះរបួសធ្ងន់ម្នាក់ហើយប្លន់យកម៉ូតូមួយគ្រឿងប្រាក់$300ខ្សែកនិងខ្សែដៃផ្លាទីនករណីវាយប្លន់នេះកើតឡើងនៅវេលាម៉ោង 2:30 នាទីរំលងអធ្រាត្រជិញ្ជូនថ្ងៃទី 16 មករាតាមមហាវិថីព្រះមនីរ៉េតមាត់ច្រកចូលក្លឹប The Moon ដែលស្ថិតនៅក្នុងភូមិដំណាក់ធំសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យម្ចាស់ម៉ូតូដែលរងរបួសបែកក្បាលពីក្រោយរយៈ2ថ្នាំងដៃមានឈ្មោះសុំសារ៉េតភេទប្រុសអាយុ31ឆ្នាំមុខរបរជាជាងបៀកថ្នាំដែលមានទីលំនៅភូមិចំចៅសង្កាត់ចំចៅខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថាមុនពេលដែលកើតហេតុរូបខ្លួនគឺបានជិះម៉ូតូ FEM125 ស៊េរី010 ពណ៌ខ្មៅដែលពាក់ស្លាកលេខភ្នំពេញ 1AS 65 94រួមជាមួយមិត្តភ័ក្តិទាំងអស់គឺមានគ្នា5នាក់ស្រី2នាក់ប្រុស3នាក់ដែលជិះម៉ូតូ2គ្រឿងទៀតម៉ាក FEM125 013 និងម៉ាក Viva ពណ៌ខ្មៅស៊េរី08ចេញពីក្នុងផ្ទះក្នុងគោលបំណងគឺទៅចូលរំនៅក្នុងក្លឹប The Moon នៅសង្កាត់ស្ទឹងមានជ័យប្រភពព័ត៌មានបានឲ្យដឹងទៀតថាគណៈដែលចូលរួមលេងកម្សាន្តរហូតជិតដល់ម៉ោងបិទក្លឹបទៅហើយស្រាប់តែមានជនបង្កម្នាក់គឺដើរទៅវាយម្ចាស់ម៉ូតូ FEM125 ស៊េរី013មួយដៃធ្វើឲ្យមានការឈ្លោះប្រកែកគ្នាតែត្រូវសន្តិសុខនឹងខាត់តន់ចាលុះដល់ម៉ោងបិទក្លឹបជនរងគ្រោះមួយក្រុមគឺមានគ្នា5នាក់ជិះម៉ូតូ3គ្រឿងនោះបានជិះទៅឈប់នៅមហាវិថីព្រះមនីរ៉េតមាត់ច្រកចូលក្លឹប The Moon រងចាំសាក់សួរជនបង្កហេតុអីបានជាទៅវាយរូបគេរីឯជនបង្កបានចេញមកតាមក្រោយគេចាពេលដែលក្រុមជនរងគ្រោះនាំគ្នារត់ស្រទៅហ្វូស្រាប់តែជនបង្កបានទូរស័ព្ទហៅបាក់ពួកជាង20នាក់មកដល់ក៏ស្ទាក់ចាប់នាំគ្នាព្រួតវាយទៅលើជនរងគ្រោះប្រដាប់ដោយខ្សែក្រវ៉ាត់និងសម្បកដបស្រាធ្វើឲ្យជនរងគ្រោះ4នាក់បាននាំគ្នាជិះម៉ូតូ2គ្រឿងរត់គេចតន់ចំណែកឈ្មោះសុំសារ៉េតបាននៅប្រតែប្រតាប់ជាមួយនឹងជនបង្ករួចហើយរត់ទៅឡើងជិះម៉ូតូតែម៉ូតូនឹងអត់ឆេះក៏ត្រូវបានជនបង្កនាំគ្នាព្រួតវាយហើយប្លន់យកខ្សែកផ្លាទីនដែលមានតម្លៃ$300និងខ្សែដៃផ្លាទីនតម្លៃ$250ប្លន់យកកាបូបប្រាក់មានទឹកប្រាក់ចំនួន$300ទៀតនិងប្លន់យកម៉ូតូជិះចេញទៅបាត់ដោយសុវត្ថិភាពហើយក្រោយពេលដែលការហៅជនរងគ្រោះដែលជិះម៉ូតូ2គ្រឿងទៀតបានត្រឡប់មកវិញហើយទៅប្តឹងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យចុះជួយអន្តរាគមន៍តែសមត្ថកិច្ចបានចុះទៅដល់កន្លែងកាត់ហេតុទេដែលប្រាប់ថាអត់មានអ្នកនៅយាមកន្លែងចាចំណែកជនរងគ្រោះត្រូវបានមិត្តភ័ក្តិដឹកយកទៅព្យាបាលរបួសនៅគ្លីនិកឯកជនជិតផ្ទះនិងមិនបានទៅដាក់ពាក្យបណ្ដឹងនោះទេចាណែឥឡូវហ្នឹងគេវាយគ្នាហ្នឹងគឺខ្សែក្រវ៉ាត់ហ្នឹងពេញនិយមហ្មងឥឡូវចាបាទខ្ញុំរកខ្សែក្រវ៉ាត់ក្បាលធំដែរព្រោះឥឡូវវាលេងតែខ្សែក្រវ៉ាត់ហើយជាអាវុធអញ្ចឹងបាទនេះតាមស្ដាប់សាច់រឿងទៅមុនដំបូងមិនមែនជាករណីប្លន់ទេបាទគឺជាការទាស់ពាក្យសម្ដីគ្នាឆ្លោះទាស់តែងគ្នាតាមផ្លូវតាបាទកើតការជាការវាយតប់គ្នាកើតឡើងនៅក្នុងក្លឹបជនបង្កហ្នឹងអត់ដឹងថាហេតុអីសុកទៅវាយគេដល់ពេលខាងជនរងគ្រោះចេញមកមុនឈរចាំមើលអ្នកណាគេដែលវាយគេគឺថាហេតុអីបានវាយដល់ចេញមកនោះទេហើយជាង20នាក់មកវាយចាប់ផ្ដើមអញ្ចឹងបានថារឿងទាំងអស់នេះដើមហេតុវាមិនមែនជារឿងប្លន់ទេដំបូងបាទជារឿងឆ្លោះទាស់តែងគ្នាក្នុងក្លឹបទេប៉ុន្តែដោយសារតែក្រោយមកទៀតវាមានបពពួកមកផ្សេងទៀតមកជួយវាយហ្នឹងឆ្លៀតឱកាសពេលហ្នឹងឲ្យបើបានជាវាយយករបស់បដ ாய் ទៅបាទអាហ្នឹងទៅជាករណីថាប្លន់ទៅវិញទៅបាទហ្នឹងរឿងចឹងទេបាទប៉ុន្តែយើងគ្រាន់តែមិនដឹងជាកិច្ចការផ្ទៃក្នុងពេលរំហ្នឹងជន់ជើងគ្នាឬក៏ឌូដងដាក់គ្នាយ៉ាងម៉េចយើងក៏អត់ដឹងដែរតែគ្រាន់តែគេចេញមកមុនខាងអ្នករងគ្រោះចេញមកមុនមកមើលអាណាវាយមិញអាណាវាយមិញចេញមកមើលដូចជាឲ្យគេមកវាយថែមតោះចាឥឡូវយើងតចូលទៅមួយរឿងទៀតដែលករណីនេះគឺទៅជួបស្រីស្នេហ៍ឃើញកងរាជអាវុធហត្ថរត់គេចផ្លោះពីអគារជាន់ទី2បណ្ដាលឲ្យបាក់ជើងយុវជនម្នាក់នោះបាក់ផ្លូវខាងឆ្វេងបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈម្នាក់ទៀតត្រូវកងរាជអាវុធហត្ថខណ្ឌហ្វេនហ្វុកខាត់ខ្លួននិងម្នាក់ទៀតរត់គេចខ្លួនគណៈដែលកំពុងតែជួបស្រីស្នេហ៍ហើយកាន់ដាវកែច្នៃគ្រប់ដៃលុះឃើញកងរាជអាវុធហត្ថក៏នាំគ្នារត់ហេតុការណ៍នេះកើតឡើងនៅម៉ោង 9:30 នាទីយប់ថ្ងៃទី 15 មករាមុខអគារពាណិជ្ជកម្ម Edwood តាមមហាវិថីសហព័ន្ធរ៉ូហ្វីសង្កាត់ទឹកថ្លាខណ្ឌហ្វេនហ្វុកកងរាជអាវុធហត្ថខណ្ឌសែនសុខបានដឹងថាយុវជន3នាក់ជិះម៉ូតូគប់ជ្រុងពណ៌ផ្លែម្ចាស់ម៉ូតូមានឈ្មោះហៀងភេទប្រុសអាយុ23ឆ្នាំឈ្មោះបញ្ញាភេទប្រុសអាយុ22ឆ្នាំនិងឈ្មោះតាក់លើភេទប្រុសអាយុ22ឆ្នាំដែលស្នាក់នៅម្ដុំវត្តអង្គតមិញភូមិគោកចំបក់សង្កាត់ចាំចៃខណ្ឌពោធិ៍សែនជ័យ
មុនពេលដែលកាន់ហេតុជនយុវជនទាំង3នាក់នឹងបានទូរស័ព្ទណាត់ជួប Frey Fnai 2នាក់នៅមុខអគារពាណិជ្ជកម្ម Edwood ពេលទៅដល់កំពុងតែជួបហ្វាហ្វងគ្នាស្រាប់តែឃើញមានជនមួយក្រុមទៀតដែលមានគ្នា5នាក់ដើរសម្ដៅមកចាទើបជនទាំង3នាក់ប្រដាប់ដោយដាវកែច្នៃម្នាក់មួយនោះចាដែលលាក់ទុកជាប់នឹងខ្លួននឹងនៅម៉ូតូបាននាំគ្នាហូតដាវកាន់គ្រប់ដៃបំរុងនឹងធ្វើសកម្មភាពកាប់ចាក់គ្នាតែមិនទាន់បានធ្វើសកម្មភាពផងស្រាប់តែកម្លាំងកងរាជអាវុធហត្ថខាន់ហ្វេនហ្វុកល្បាតក្នុងមូលដ្ឋានមកដល់ធ្វើឲ្យជនទាំង3នាក់នោះភ័យខ្លួនកណ្ដងគ្នារត់គេចខ្លួនដោយរត់ឡើងទៅលើអគារពាណិជ្ជកម្ម Edwood ជាន់ទី2ត្រូវបានកងរាជអាវុធហត្ថរត់ដេញតាមចាប់ម្នាក់ឈ្មោះបញ្ញាប៉ុន្តែចាចំណែកឈ្មោះតាក់លើពេលឃើញបែបនេះបានលោតទៅលើជាន់ទី2ធ្វើឲ្យបាក់ផ្លូវខាងឆ្វេងរីឯបពពួកម្នាក់ទៀតឈ្មោះថាហៀងជាម្ចាស់ម៉ូតូនោះបានគេចខ្លួនបាត់ទៅហើយចាក្រោយពេលដែលកើតហេតុកងរាជអាវុធហត្ថខាន់ហ្វេនហ្វុកខាត់ខ្លួនបានជនពាក់ព័ន្ធនឹង2នាក់ម្នាក់បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យហើយដកហូតបានដាវកែច្នៃចំនួន3ម៉ូតូគប់ជ្រុងមួយគ្រឿងយកទៅរក្សាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខាន់ហ្វេនហ្វុកចាបាទលោកបួមកខាងភាគីមកខាងទៀតរួយតាមពិតរឿងនឹងចេះសូមសង្ខេបឲ្យខ្លីហើយឲ្យឆាប់យល់រឿងនឹងចេះមុនដំបូងនឹងគឺភាគីខាង3នាក់នេះក្នុងចំណោម3នាក់ហ្នឹងគេមានម្នាក់គេមានសង្សាររបស់គេហ្នឹងទូរស័ព្ទមកបាទដល់ទូរស័ព្ទមកសុំណាត់ជួបដល់សុំណាត់ជួបកន្លែងណាត់ជួបហ្នឹងគឺកន្លែងស្ងាត់អញ្ចឹងខាង3នាក់នេះថាកន្លែងនោះស្ងាត់អញ្ចឹងឥឡូវពូម៉ាទៅមួយអញទេទៅជួបស្រីស្នេហ៍អញទេដល់ពេលអញ្ចឹងទន្ទឹមនឹងថាទៅជួបកន្លែងស្រីស្នេហ៍ដោយគេគិតថាកន្លែងហ្នឹងជាកន្លែងស្ងាត់អញ្ចឹងក៏ដាក់ដាវសាមរ៉ៃហ្នឹងនៅជាប់ខ្លួនឲ្យហើយ3នាក់ហ្នឹងបាទគេទៅជួបស្រីស្នេហ៍ហើយប៉ុន្តែគេដាក់ដាវសាមរ៉ៃឲ្យខ្លះអាវធំដាក់ដាវសាមរ៉ៃខាងក្រៅខាងក្នុងហើយខ្លះទៀតគាត់ដាក់ដាវសាមរ៉ៃនៅលើម៉ូតូនៅចង្អើរម៉ូតូខាងមុខដល់ពេលគេជិះម៉ូតូមកជួបស្រីស្នេហ៍ជួបដូចបំណងកន្លែងគោលដៅនឹងមែនដល់ពេលជួបហើយកាលនេះកំពុងតសាសងទៅជែកគ្នាពីអូនបងបែកគ្នាឆ្ងាយយូរអីចឹងទៅណាកន្លែងស្ងាត់អីផងចឹងទៅស្រាប់តែចៃដន្យពេលដែលនេះកំពុងតសាសងកន្លែងស្ងាត់ល្អអើនផ្អែមដូចទឹកឃ្មុំនេះមកស្រាប់តែមានម្នាក់មួយនោះវាចិត្តដើរកវែល